បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តជាពិសេសបងប្អូនអ្នកសិក្សាទាំងអស់ជួបគ្នាសជាថ្មីនៅក្នុងវីដេអូនេះខ្ញុំបន្តចែករំលែកនៅកម្រងសំណួរពហុចម្លើយវប្បធម៌ទូទៅសម្រាប់បងប្អូនត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលជាសិស្សមន្ត្រីក្រមការឬក៏បងប្អូនចង់ក្លាយខ្លួនជាសិស្សមន្ត្រីជាន់ខ្ពស់ហើយវីដេអូនេះក៏សម្រាប់បងប្អូនអ្នកត្រៀមប្រឡងចូលក្របខ័ណ្ឌតាមក្រសួងស្ថាប័ននានាផងដែរចឹងនៅក្នុងវីដេអូនេះ10សំណួរដែលខ្ញុំនឹងចែករំលែកគឺមានលេខរៀងទី581ដល់590ចឹងសំណួរទី581សួរថាតើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី6ប្រព្រឹត្តទៅនៅឯណាចឹងមានហ្សាកាតាប្រទេសឥណ្ឌូនេស៊ីវៀងច័ន្ទប្រទេសឡាវរាជធានីភ្នំពេញប្រទេសកម្ពុជាចឹងចម្លើយដែលត្រឹមត្រូវគឺភ្នំពេញប្រទេសកម្ពុជាសំណួរបន្ទាប់សួរថាតើក្រមសីលធម៌បង្ហាញអំពើបែបណារបស់មនុស្សចឹងជាអំពើល្អជាអំពើអាក្រក់ជាអំពើល្អនិងអាក្រក់ក្រមសីលធម៌វាអត់មានរឿងអាក្រក់អីទេណាគឺជាអំពើល្អមែនទែនទៅណាល្អអាក្រក់ហ្នឹងវាក្រមសីលធម៌ហ្នឹងកាលណាយើងមានសីលធម៌គេថាល្អយើងអសីលធម៌គេថាអាក្រក់វិញមិនអញ្ចឹងណាតទៀតសួរថាតើការរស់នៅប្រកបដោយអធ្យាស្រ័យធម៌សន្តោសគឺជាទស្សនៈរបស់អ្នកណាព្រះពុទ្ធខុងជឺឬក៏ឡាវហ្វុងតែនអញ្ចឹងនេះគឺជាទស្សនៈរបស់ព្រះពុទ្ធរស់នៅចេះត្រូវចេះអធ្យាស្រ័យចេះសន្តោសប្រោសប្រណីគ្នាកុំយកទោសអូដំណើរខ្លាំងពេក584សើតើប្រាសាទចៅស្រីវិបុលស្ថិតនៅខេត្តណាចៅស្រីវិបុលស្ថិតនៅខេត្តណាគឺខេត្តព្រះវិហារខេត្តសៀមរាបឬក៏ខេត្តបាត់ដំបងចម្លើយដែលត្រឹមត្រូវគឺស្ថិតនៅក្នុងខេត្តសៀមរាបពីមុនស្ថិតនៅក្នុងស្រុកប្រាសាទបាគងតែឥឡូវគេបដូរហើយណាគេបដូរហើយគេលេងនៅបាគងទៀតហើយគឺគេនៅរុនតាឯកបាទភាសារុនតាឯកទៅបង្កើតថ្មីស្រុកបង្កើតថ្មីថាក្រុងណាក្រុងបង្កើតថ្មីបន្តទៀតតើអក្សរសិល្ប៍ខ្មែរចែកចេញជាប្រមាណប្រភេទធំបាទចឹងអក្សរសិល្ប៍ខ្មែរចែកចេញជាប្រមាណប្រភេទធំមាន8 3 5ចម្លើយត្រឹមត្រូវគឺ5ប្រភេទធំ586សួរថាតើមួយណាដែលមិនមែនជាប្រភេទអក្សរសិល្ប៍ខ្មែរសន្ទុះអក្សរសិល្ប៍ប្រឡំលោកប្រឡំអក្សរសិល្ប៍ឧបទេសអក្សរសិល្ប៍ទិដ្ឋិអក្សរសិល្ប៍និទានអក្សរសិល្ប៍នាដអក្សរសិល្ប៍នាដកអក្សរសិល្ប៍ចឹងក្នុងចំណោមទាំង6នេះមានមួយមិនមែនជាប្រភេទអក្សរសិល្ប៍ខ្មែរទេគឺនិទានអក្សរសិល្ប៍ក្រៅពីនោះសុទ្ធតែជាអក្សរសិល្ប៍ទាំងអស់ណាសន្ទុះអក្សរសិល្ប៍ប្រឡំអក្សរសិល្ប៍ឧបទេសអក្សរសិល្ប៍ទិដ្ឋិអក្សរសិល្ប៍ហើយនាដកអក្សរសិល្ប៍ក៏សុទ្ធតែជាអក្សរសិល្ប៍ខ្មែរទាំងអស់លើកលែងតែនិទានអក្សរសិល្ប៍មួយទេដែលមិនមែនជាអក្សរសិល្ប៍ខ្មែរ587សួរតើក្នុងវងត្រកូលនីមួយៗមានជួរចម្បួរប៉ុន្មានមាន2មាន3មាន5ចឹងជួរចម្បួរមាន2ចំនួនខាងម្ដាយចំនួនខាងឪពុកណាអញ្ចឹងណា588សួរថាតើមួយណាមិនមែនជាជួរចម្បួរក្នុងវងត្រកូលលបាក់សាខាងម្ដាយលបាក់សាខាងឪពុកលបាក់សាខាងជីដូនជីតាចឹងចម្លើយគឺខាងជីដូនជីតាមិនមែនជាជួរចម្បួរក្នុងវងត្រកូលទេគេខុសគ្រូខាងម្ដាយខុសគ្រូខាងឪពុកនោះណាតែខាងជីដូនជីតាគេមិនសូវ
និយាយគេមិននិយាយទេបាទដែលជីដូនជីតាហ្នឹងក៏ស្ថិតនៅក្នុងម្ដាយឪពុកដែរជីដូនជីតាខាងម្ដាយជីដូនជីតាខាងឪពុកយ៉ាងអញ្ចឹងណាបាទបន្តទៅទៀតតើសម័យនគរភ្នំមានការរំលាយសពប៉ុន្មានយ៉ាងបាទមាន6មាន4មាន2ចម្លើយដែលត្រឹមត្រូវគឺមាន4បោះចោលក្នុងព្រៃស្មោសានកប់ទុកក្នុងដីដុតបូជាដោយព្រះអគ្គីឬក៏ភ្លើងហើយនឹងដែលបូជាក្នុងអាកាសបានន័យថាដាក់ចង់ទុកចោលក្នុងដើមឈើលើដើមឈើឬក៏បដាទឹកបាទ590តើអំពើអបាយមុខមានប៉ុន្មានយ៉ាងមាន4យ៉ាងមាន3យ៉ាងមាន2យ៉ាងចម្លើយត្រឹមត្រូវគឺមាន4យ៉ាងអបាយមុខមានស្រី1ស្រា2ល្បែង3ពាលាអាវ៉ាសែ4បាទអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណណាស់អ្នកដែលបានចូលមកទស្សនាវីដេអូនេះពីដើមដល់ចប់សូមសរសើរអ្នកដែលព្យាយាមមើលវីដេអូរបស់ខ្ញុំតាំងតែពីវីដេអូទី1រហូតដល់វីដេអូនេះសំណួរឡើងប្រមាណជា590បាទពិតជាអស្ចារ្យមែនទែនជូនពរបងប្អូនអ្នកដែលមានអំណត់ព្យាយាមជោគជ័យក្នុងការប្រឡង